ជំរាបសួរបាទខ្ញុំសូមពន្យល់បងប្អូនអំពីថាអ្វីទៅជាកម្មវិធី B3 បាទសូមបញ្ជាក់ថាកម្មវិធី B3 នេះត្រូវបានបង្កើតឡើងដោយសភាអាមេរិកនៅឆ្នាំ1990ហេតុអីបានបង្កើតកម្មវិធីនេះឡើងមកគឺដោយសារមានការលំបាកខ្លាំងក្នុងការស្វែងរកអ្នកធ្វើការដែលជាជនជាតិអាមេរិកឲ្យទៅធ្វើការងារអត់ជំនាញពិបាករកមែនទែនបាទដូច្នេះហើយទើបសភាយល់ឃើញថាបើមិនយកអ្នកមកពីក្រៅមកធ្វើទេគឺសេដ្ឋកិច្ចអាមេរិកមានបញ្ហាហើយអញ្ចឹងបានជាសភាអាមេរិកអនុម័តថាមួយឆ្នាំយើងត្រូវឲ្យវីសាចូលមកធ្វើការអត់ជំនាញតាមកម្មវិធី B3 នឹងចំនួន10000នាក់បាទពាក្យដាក់ពាក្យក្រុមគ្រួសារអាចមកទាំងអស់គ្នាប្តីប្រពន្ធកូនប៉ុន្តែកូនអាយុមិនឲ្យលើ20ឆ្នាំទេបងប្អូនណាសូមបញ្ជាក់ថាកម្មវិធីនេះនិស្សិតក៏អាចដាក់ពាក្យបានដែរបងប្អូនដាក់ពាក្យបានដែរអញ្ចឹងណាហើយសំខាន់ជាងនេះទៅទៀតបងប្អូនត្រូវតែធ្វើការនៅក្រុមហ៊ុនធានាដែលគេធានាបងប្អូនហ្នឹងយ៉ាងតិច1ឆ្នាំទើបបងប្អូនអាចដូររត់ឬដូរទីតាំងទៅកន្លែងផ្សេងបានបាទសូមបញ្ជាក់ថាកម្មវិធី BC នេះវាមានប្រយោជន៍សំខាន់មែនទែនដែលខ្ញុំនឹងនិយាយនៅវីដេអូបន្តទៀតបងប្អូនណាតែនេះជាព័ត៌មានតកតង ABC វាខុសពីកម្មវិធីដែលធ្វើការនៅកូរ៉េជប៉ុនថៃផ្សេងទៀតបងប្អូនណាដោយសារអីដោយសារកម្មវិធី ABC នេះបងប្អូនទៅធ្វើការបងប្អូនបាន green card តែម្ដងទាំងអស់គ្នាតែម្ដងបាទហើយខ្ញុំនឹងធ្វើវីដេអូទៀតតកតងនឹងអត្ថប្រយោជន៍របស់ green card បាទអរគុណច្រើនចំពោះការតាមដានស្ដាប់